បាទបន្ទាប់ពីបានភ្លៀងមួយមេធំមកយើងក៏នឹកឃើញថាចង់ធ្វើគ្រឿងសាច់ត្រីបាទហើយឥឡូវនេះគឺយើងបានឆាអង្ករបាទឆាអង្ករដើម្បីឲ្យវាមានរសជាតិកាន់តែឈ្ងុយហើយនឹងឆាប់ផុយរលួយយើងបានឆាអង្កររួចគឺយើងក៏បានបេះសាច់ត្រីបាទដោយសារត្រីគឺយើងបានស្ងោរហើយទុកហើយបាទភាសាបានប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងណាបាទអញ្ចឹងយើងក៏បានបេះសាច់ត្រីកុំឲ្យវាជាប់ឆ្អឹងបាទបន្ទាប់ពីយើងបេះរួចមកគឺយើងបានសាច់ត្រីមួយចានហើយបន្តមកទៀតគឺយើងបានមកដាក់អង្ករបាទអង្ករដែលបានឆាហើយហ្នឹងគឺយើងបានដាក់ចូលទៅក្នុងឆ្នាំងនេះបានដាំទឹកទុកអញ្ចឹងណាបាទយើងដាក់អស់ទៅបាទដាក់អស់បាទដាក់អស់ទៅដើម្បីវាឆាប់រលួយបាទហើយបន្តមកទៀតយើងក៏បានហាន់គ្រឿងបាទហាន់គ្រឿងជាមានជីបាទស៊ុយដូចជាជីរណាផ្សេងៗគឺយើងហាន់ច្បល់ចូលគ្នាតែម្ដងបាទយើងហាន់ច្បល់ចូលគ្នាមកបាទយើងហាន់ឲ្យវាមានភាពល្អិតអញ្ចឹងណាបាទដើម្បីយើងទុកដាក់ចូលក្នុងបបររបស់យើងនៅពេលយើងដួសហូបអញ្ចឹងណាបាទយើងដួសចិត្តហាន់ទៅបាទហាន់ហើយយើងមានខ្ទឹមលីងដែរខ្ទឹមលីងនេះគឺយើងបានលីងហើយទុកហើយបាទបានប្រាប់បងប្អូនទៅបាទយើងហាន់វាមកទៅបាទបន្ទាប់ពីយើងហាន់វាអស់ហើយយើងហាន់បន្តទៀតឲ្យវាអស់បាទហាន់អស់ទៅបាទម្ដងទុកដែរតែយើងចង់ទុកវាយើងហាន់វាអស់ទៅហើយយើងបានយកដាក់ចូលក្នុងចានបាទចានខ្ទឹមពងយើងហ្នឹងដាក់ចូលទៅបាទដាក់ចូលជាប់ជាមួយគ្នាទៅបាទហើយយើងដួសបញ្ជ្រញអស់មកបាទតោះយើងហាន់ក្រូចបាទក្រូចឆ្មាយើងហាន់បាទហាន់លាយជាចំណិតទៅបាទហាន់វាជាចំណិតទៅហើយបន្តយើងកាត់វាជាពីរមកដើម្បីងាយស្រួលក្នុងការច្របាច់ចូលទឹកបាទព្រោះវាងាយស្រួលបាទវាហាន់ពុះវាជាពីរចឹងមកបាទកាត់ពីរមកបាទកាត់វាអស់មកណាបាទយើងកាត់វាអស់ទៅយើងទុកហើយគឺយើងបានធ្វើការយកជាមួយនឹងសៀងមកច្រាំវាមកទៅយើងដាក់ម្ទេសចូលបាទ